បាទសូមស្វាគមន៍ពុកម៉ែពូមីងបងប្អូនទាំងអស់គ្នាបាទសម្រាប់អ្នកដែលមិនធ្លាប់ស្គាល់ខ្ញុំបាទឈ្មោះមានសវុតអាជីពជាងម៉ាស៊ីនត្រជាក់ហើយខ្ញុំធ្លាប់មានប្រវត្តិជាប់បំណុលគេ$40000បាទក្រោយបានចូលសិក្សាជាមួយលោកគ្រូសៀសផលរួចខ្ញុំបានចាក់ចេញពីបំណុលរួចទាំងស្រុងបាទដោយប្រើរយៈពេលត្រឹមតែ1ខែគត់បងប្អូនណាបាទថ្ងៃនេះខ្ញុំមានប្រធានបទមួយពាក់ព័ន្ធនឹងជីវិតរបស់ខ្ញុំបាទគឺប្រធានបទក្រហើយតល់ទៀតបាទក្រហើយតល់ទៀតខ្ញុំចាំមិនភ្លេចទេខ្ញុំទទួលមកការកម្រងមួយនៅវត្តចិត្តវត្តភ្នំអាគារ22ជាន់ការងារភ្លើងនិងការងារម៉ាស៊ីនត្រជាក់ពេលនោះខ្ញុំមានក្រុមការងារចំនួន40នាក់បាទតែជាអកុសលពួកគាត់បានសុំខ្ញុំឈប់សម្រាកទាំងអស់ដោយសារតែមូលហេតុខ្ញុំគ្មានលុយបើកឲ្យគាត់គ្រប់គ្រាន់និងគ្មានលុយបើកឲ្យគាត់ទៀងទាត់គាត់ក៏និយាយថាមេខ្ញុំសុំឈប់ហើយខ្ញុំមិនចង់ឲ្យមេពិបាកទេខ្ញុំពិបាកភ្នែកមើលណាបើកលុយមិនទៀងហើយពិបាកមែនតើការងារកែចេះកែចុះបាទខ្ញុំនឹកឃើញតែនឹងខ្ញុំឈឺចាប់ខ្ញុំដឹងខ្លួនខ្ញុំថាវាជាកំហុសរបស់ខ្ញុំដោយសារតែខ្ញុំគ្មានជំនាញក្នុងការវាយតម្លៃគ្មានជំនាញក្នុងការគ្រប់គ្រងគ្មានជំនាញក្នុងការរៀបចំឯកសារធ្វើឲ្យខ្ញុំធ្លាក់ខ្លួនមានចង់និយាយថាមានកូនចៅ40នាក់បងប្អូនសាក់សម័យមើលពេលដែលគេឈប់អស់រលីងតើមានអារម្មណ៍អីគេធ្លាប់មានក្រុមការងារតទៅពេលឈប់អស់រលីងសល់តែខ្លួនមួយគ្មានអារម្មណ៍អីទេពេលហ្នឹងខ្ញុំគ្មានអារម្មណ៍នឹងចង់ធ្វើអីទេខ្ញុំក៏បានសម្រេចចិត្តទៅពឹងមិត្តភ័ក្តិទៅពឹងបងប្អូនចុងក្រោយលទ្ធផលគាត់វាយប្រហារខ្ញុំទៀតគាត់ឌីលខ្ញុំថាវាមិនកើតគាត់ថាហែងជពាក់គេហែងទៅខ្សែអញ្ចឹងហែងរៀនបានតិចហែងទៅប្រឹងធ្វើការកម្រងប្រប៉ុណ្ណាណីមកពីហែងវាមិនចេះស្អីភ្លីភ្លើគេឌីលខ្ញុំគ្រប់កលៈទេសៈមកវាមិនខ្មេះវាមិនខ្មោចហើយឆ្អែតខ្ញុំនឹកឃើញចំណុចទៅហ្នឹងខ្ញុំឈឺចាប់ពេលហ្នឹងគ្មានអ្នកណាគេចង់រាប់អានខ្ញុំទេខ្ញុំចាំបានគ្មានអ្នកណាគេចង់រាប់អានខ្ញុំទេសំបីតែប្រាប់ការក៏គេមិនប្រាប់ការខ្ញុំផងនឹកឃើញតែនឹងឈឺចាប់មែនតើការមិត្តភ័ក្តិខ្ញុំប្រាប់ពួកវាតទៅពេលវាឃើញឯងធ្លាក់ខ្លួនវាមិនហ៊ានប្រាប់ការឯងទៀតវាហួសចិត្តតែមកដល់ពេលអញ្ចឹងពេលហ្នឹងខ្ញុំគ្មានអារម្មណ៍នឹងចង់អីទេមានបញ្ហានៅក្រុមគ្រួសារក៏មាននៅកន្លែងធ្វើការក៏មាននៅក្នុងក្រុមគ្រួសារជពាក់គេគ្រប់ទិសគេមកទាលិចទាកើតវិញបន់ពេញទឹកពេញដីពេញហ្នឹងឆ្លោះតែគ្នារាល់តែថ្ងៃយីរំគ្មានសេចក្តីសុខទេអ្នកដែលជពាក់បំណុលគេអ្នកណាដែលមានសេចក្តីសុខដេកមិនដែលលក់ឲ្យក្បាលឡើងជ្រុះសក់អស់ហើយមួយឡើងចង់ទៅពេកក្បាលអស់ហើយខ្ញុំពិតជាឈឺចាប់ចំណុចទៅហ្នឹងហើយចុងក្រោយមកបន្តិចមករៀនចេញបំណុលរួចសងបំណុលគេរួចបងប្អូនស្ដាប់តែនេះហើយប្រហែលជារៀងឆ្ងល់ជុំគ្រាន់តែរៀនសោះបានចំណូលមកពីណាបានសងគេបងប្អូនប្រហែលជាឆ្ងល់ខ្ញុំសូមលើករឿងមួយដើម្បីឲ្យបងប្អូនត្រេះរិះពិចារណាហើយឲ្យជ្រាបបាទប្រសិនបើបងប្អូនកំពុងតែឈឺធ្ងន់ណាបងប្អូនទៅផ្សំថ្នាំណាតើបងប្អូនអាចផ្សំថ្នាំទៅជាទេបងប្អូនសាកគិតមើលកំពុងតែឈឺតើបងប្អូនអាចផ្សំថ្នាំទៅជាបាទប្រកាសណាស់បងប្អូនដឹងច្បាស់ជាងខ្ញុំទៀតមិនជាទេបើយើងមិនដឹងថាខ្លួនយើងនឹងឈឺស្អីផងហ្នឹងបើយើងមិនដឹងថាខ្លួនយើងកំពុងតែឈឺកាពះឈឺពោះវៀនឈឺស្អីផងយើងទៅផ្សំថ្នាំមកជាតតែយើងទៅពេទ្យដើម្បីឲ្យពេទ្យពិនិត្យមើលថាយើងនឹងកំពុងតែឈឺនឹងដោយសារអីចំពាក់គេនឹងដោយសារអីបាទវាដូចគ្នាអញ្ចឹងបំណុលហើយនឹងឈឺនឹងដូចគ្នាបើយើងមិនដឹងថាយើងឈឺដោយសារអីទេគេមិនវាយថ្នាំឲ្យយើងត្រូវបើយើងមិនដឹងថាយើងចំពាក់គេដោយសារអីទេយើងខំប្រឹងរយ៉ាងណាក៏យើងសងគេមិនរួចដែរបាទគឺសងគេមិនរួចតែម្ដងខ្ញុំចេញពីបំណុលបានដោយសារតែខ្ញុំទៅពិនិត្យសុខភាពនៅកន្លែងលោកគ្រូសៀសផលលោកគ្រូសៀសផលគាត់បានឲ្យថ្នាំមកខ្ញុំហើយគាត់ប្រាប់ខ្ញុំឲ្យតមនេះតមនោះហើយគាត់ឲ្យខ្ញុំហូបមួយថ្ងៃ3ដងអីចឹងទៅបាទគាត់ប្រាប់ខ្ញុំឲ្យអានសភៅនេះឲ្យបានមើលវីដេអូនេះឲ្យរៀនអីចឹងទៅធ្វើឲ្យខ្ញុំចេញពីបំណុលបានមូលហេតុដោយសារតែខ្ញុំផ្លាស់ប្ដូរការគិតដោយលោកគ្រូសៀសផលគាត់និយាយច្បាប់ហេតុនិងផលអញ្ចឹង
ការគិតស្មើនឹងអារម្មណ៍ស្មើនឹងសកម្មភាពស្មើនឹងលទ្ធផលបើលទ្ធផលបូកធ្វើបន្តបើលទ្ធផលដកគឺបដូរការគិតបាទពេលហ្នឹងគឺលទ្ធផលដកលោកគ្រូប្រាប់ថាសវត្ថឯងដូរការគិតទៅសកម្មភាពធ្វើដដែលបាទលោកគ្រូប្រាប់អីខ្ញុំធ្វើហ្នឹងពេលដែលខ្ញុំទៅជួបលោកគ្រូខ្ញុំបានប្រើផ្នត់គំនិតមួយទៀតខ្ញុំបានប្រើផ្នត់គំនិតថាបើគំនិតខ្ញុំកើតមិនខ្ញុំជាពាក់អំណុលគេអញ្ចឹងខ្ញុំត្រូវតែស្ដាប់លោកគ្រូប្រាប់អីខ្ញុំធ្វើហ្នឹងពេលដែលយើងជាប់គាំងគ្មានណាគេចង់រាប់អានយើងចង់ក្រោយលោកគ្រូជាអ្នកនៅក្បែរលោកគ្រូជាអ្នកនៅលើកទឹកចិត្តយើងបងប្អូនសាកគិតមើលតើវាយ៉ាងម៉េចខ្ញុំចាំអត់បានចាំមិនភ្លេចទេថ្ងៃមួយខ្ញុំទៅជួបលោកគ្រូទាំងយប់បាទលោកគ្រូពិតជាមានទឹកចិត្តល្អមែនខទៅគាត់ទាំងយប់ក៏គាត់និយាយជាមួយឆាតទៅទាំងយប់ក៏គាត់ឆ្លើយតបបាទថ្ងៃមួយខ្ញុំអស់អង្គហូបខ្ញុំទេលោកគ្រូអស់បាយហូបឯងលោកគ្រូអស់អង្គហូបឯងអស់បាយលោកគ្រូថាអត់បាយ40ថ្ងៃអត់ងាប់ទេបាច់ភ័យទេចំអត់បាយ40ថ្ងៃអត់ងាប់បាច់ភ័យមែនមានងាប់ឯណាអត់បាយ40ថ្ងៃនៅរស់ដល់ឥឡូវក្នុងមេរៀនលោកគ្រូក៏និយាយចឹងដែរអត់បាយ40ថ្ងៃគឺអត់ស្លាប់ទេបាទចំណុចដែលខ្ញុំចេញបានហ្នឹងគឺដោយសារតែខ្ញុំដឹងថាខ្លួនខ្ញុំឈឺអីហើយខ្ញុំស្ដាប់បង្គាប់លោកគ្រូឲ្យខ្ញុំតមអីខ្ញុំតមហ្នឹងបាទហើយលោកគ្រូបាននាំខ្ញុំឲ្យទៅស្គាល់ព្រះបាទខ្ញុំចាប់ផ្ដើមស្គាល់សេចក្តីពិតបាទហើយខ្ញុំចាប់ផ្ដើមអានសៀវភៅខ្ញុំចាប់ផ្ដើមធ្វើអ្វីតាមលោកគ្រូទាំងអស់បាទខ្ញុំចាប់ផ្ដើមធ្វើតាមគាត់អានេះគឺជាចំណុចមួយដែលខ្ញុំជាសះស្បើយវាមិនខុសពីជំងឺទេបងប្អូនទៅពេទ្យបើពេទ្យដឹងថាយើងឈឺគុណពវៀនហើយណាហើយពេទ្យឲ្យថ្នាំទៅលេបពេទ្យប្រាប់ថាតមផឹកស្រាបន្តិចទៅតមួយខែ2ខែបងប្អូនតមហ្នឹងមែនទេបើយើងដឹងជំងឺថាយើងគឺឈឺអាហ្នឹងហ្នឹងឃើញទេបាទវាដូចគ្នាអញ្ចឹងតតែយើងដឹងថាយើងឈឺដោយសារអីបាទអញ្ចឹងខ្ញុំជាប់បំណុលគេដោយសារតែខ្ញុំខំប្រឹងរកចំណូលការងារមកកណោទឹកភ្លើងម៉ាស៊ីនត្រជាក់កាមេរ៉ាសំណង់លក់ទឹកប្រហុកលក់លទ្ធផលទៀតបាទនៅតែសងគេមិនរួចដោយសារតែខ្ញុំជពាក់គេដោយសារតែខំប្រឹងហ្នឹងហើយចុះបើសិនតែខ្ញុំទៅរៀនខ្ញុំទៅបង្កើតចំណូលមិនបានសងគេរួចគឺផ្លាស់ប្ដូរការគិតបាទបើបងប្អូនគិតថាទិញសភៅខ្ញុំទៅដើម្បីយកទៅបង្កើតចំណូលបងប្អូនអត់ចេញពីបំណុលបានទេខ្ញុំនឹកឃើញខ្ញុំចាញ់លបួងគេមួយលក់លទ្ធផលគេនិយាយថាអូនឯងជពាក់បំណុលគេអញ្ចឹងណាអូនឯងលក់លទ្ធផលក្រុមហ៊ុនបងណាមួយខែតិចបំផុតក៏សល់500 1000នេះដែរបាទហើយខ្ញុំក៏ថាបងតាកុនហ្នឹងបានអានោះ500មកបូកនៅនេះទៀតតែ2 3ឆ្នាំវាសងគេរួចហើយខ្ញុំទៅខ្ចីគេ$300ទៀតចងការ300នៅតែខ្មៅមីងនៅតែខ្មៅ300ទៀតមួយខែការ30រៀលខ្ចីគេទៅគេនិយាយមកសិតតែចំណេញ500 1000អីចាំកាលទៀត300អស់តែ30ហ្នឹងបាទអស់តែ30ថាវាបានជាដើមទុនណាហើយណាមួយឲ្យប្រពន្ធឆ្លៀតទៅធ្វើការនេះផងលក់តាមអនឡាញមានអីហត់អីចឹងណាគេបញ្យល់ប្រាប់យើងចឹងថាគ្រាន់តែអង្គុយចុចទូរស័ព្ទពុកលុយធ្លាក់មានណាយកមកលក់បានតែ28រៀលសល់ប្រហែលតូចប្រពន្ធប្រើទាំងអស់ចាញ់លបួងគេបាទអញ្ចឹងសិភៅរបស់ខ្ញុំគឺមិនមែនទៅបង្កើតចំណូលទេផ្លាស់ប្ដូរការគិតសកម្មភាពធ្វើដដែលលោកគ្រូប្រាប់ថាសកម្មភាពធ្វើដដែលយើងផ្លាស់ប្ដូរការគិតបាទបន្ទាប់មកយើងដឹងថាខ្លួនយើងឈឺអីយើងនឹងចាប់ផ្ដើមហូបថ្នាំទៅយើងចាប់ផ្ដើមធូរស្បើយហើយបាទអានេះគឺជាចំណុចដែលខ្ញុំចេញពីបំណុលអញ្ចឹងបងប្អូនកំពុងតែមានលទ្ធផលបូកបងប្អូនមិនបាច់ចាំយកសិភៅខ្ញុំទៅទេសិភៅរបស់ខ្ញុំគឺលក់ឲ្យតែអ្នកដែលកំពុងតែជាប់បំណុលបើអ្នកណាមិនជាប់បំណុលខ្ញុំមិនលក់ឲ្យទេព្រោះខ្ញុំសួរថាជាប់បំណុលអត់បើអត់ជាប់បំណុលទេខ្ញុំមិនលក់ឲ្យទេបាទកុំរំពឹងថាទិញយកទៅអត់ជាប់បំណុលផងចង់មើលមិនបាច់មើលទេធ្វើបន្តទៅមិនបាច់ដូរការគិតទេបាទខ្ញុំកំពុងតែជួយអ្នកដែលកំពុងតែជាប់បំណុលបាទអញ្ចឹងថ្ងៃនេះប្រធានបទរបស់ខ្ញុំក្រហើយតល់មានតែប៉ុណ្ណេះទេបងប្អូនសូមបញ្ជាក់ហើយសូមលើកទឹកចិត្តសូមកុំបាក់ទឹកចិត្ត
បាទអ្នកដែលកំពុងតែជាប់បំណុលគេសុំកុំអស់សង្ឃឹមសុំកុំគិតថាចង់សម្លាប់ខ្លួនមិនបាច់សម្លាប់ខ្លួនទេខ្ញុំធ្លាប់គិតហើយបាទអត់សម្លាប់ខ្លួនហ្នឹងគ្រាន់តែបដូរការគិតគឺចេញពីបំណុលបានអត់មានអីបាក់ហ៎បាទអញ្ចឹងយើងចាប់ផ្ដើមបដូរការគិតអញ្ចឹងបើបងប្អូនចង់ដឹងថាខ្ញុំបដូរការគិតយ៉ាងម៉េចបងប្អូនអាចយកសិភៅរបស់ខ្ញុំទៅបានហើយបងប្អូនហ្នឹងខ្ញុំទៅពិនិត្យសុខភាពមិនបងប្អូនយកសិភៅខ្ញុំទៅបានគឺបងប្អូនដឹងថាខ្លួនឯងជាពាក់បំណុលគេដោយសារអីពេលនោះបងប្អូននឹងបានចេញពីបំណុលដោយរូបខ្ញុំដែរបាទអញ្ចឹងខ្ញុំសូមឲ្យបងប្អូនសូមលើកទឹកចិត្តបងប្អូនបន្ថែមទៀតបាទកុំបាក់ទឹកចិត្តកុំអស់សង្ឃឹមបាទអញ្ចឹងសូមជូនពរឲ្យបងប្អូនទាំងអស់គ្នាសូមឲ្យព្រះប្រទានពរបាទអរគុណច្រើនសូមជម្រាបលាបាទអរគុណ